បាទសួស្តីបងប្អូនអរគ្នាបាទថ្ងៃនេះខ្ញុំសូមមកបង្ហាញពីវិធីសាស្ត្រកម្ចាត់កណ្ដុរបាទកណ្ដុរស្រូវផើមយើងចេះវាកាប់បងប្អូនកាប់នេះកន្លែងនេះអត់សូវកាប់ទេចូលលើក្នុងយកកាប់ណាអញ្ចឹងវិធីសាស្ត្រចាត់កណ្ដុរគឺយើងមានគ្រឿងផ្សំប្រេងម៉ាស៊ីនហើយម៉ាស៊ូតហើយជាមួយនឹងថ្នាំកណ្ដុរណាហើយយើងលាយចូលគ្នាចាក់ជុំវិញឥឡូវខ្ញុំចាក់ប្រេងម៉ាស៊ូតចូលក្នុងដបនេះសិនណាយើងចាក់អញ្ចឹងមកខ្ញុំចាក់ដៃរឹងញួរបាទចាក់ប្រេងម៉ាស៊ូតហើយចូលច្រឡំបងប្អូនច្រឡំយកអាកណ្រូបទូចគ្រូអាកណ្រូបធំគ្រូបាទបងប្អូនបន្ទាប់ពីយើងចាក់ម៉ាស៊ូតវាហើយយើងយកថ្នាំកណ្ដុរណាចាក់ចូលលាយជាមួយម៉ាស៊ូតហ្នឹងណាចាក់ចូលលាយគ្នាថ្នាំកណ្ដុរខ្ញុំប្រើអាកញ្ចប់បើតែថ្ងៃមុនខ្ញុំប្រើអាកំប៉ុងដែកណាបងប្អូននៅតាមតូបគេមានលក់តើបងប្អូនបាទឥឡូវខ្ញុំធ្វើការចាក់វាចូលឥឡូវវាជីប្រហោងបងប្អូនប៉ុន្តែអាដែកវាពិបាកចាក់ចូលគ្រូបដបដែរបងប្អូនវាកំពុងមើលធំអញ្ចឹងយើងត្រូវការយកឡាវយកឲ្យដាក់ទេបើអាកញ្ចប់ចេះស្រួលដាក់មកចាក់ចូលភ្លុកតែម្ដងបាទចាក់ទៅបងប្អូនចង់ឲ្យដាក់ឲ្យវាខ្លាំងដាក់ឲ្យច្រើនទៅអាយ៉ាជីប្រហោងទៀតបាត់ហើយចាក់ចេះមកបាទចាក់រួចហើយយើងកជ្រោកវាណាកជ្រោកវាឲ្យវាចូលគ្នាសិនជ្រោកឲ្យចូលគ្នាអញ្ចឹងមកទៅមកទៀតយើងយកប្រេងម៉ាស៊ីនមកចាក់នេះប្រេងម៉ាស៊ីនប្រេងម៉ាស៊ីនចាស់ដែលយើងប្រើរួចហើយបាទកុំទិញប្រេងម៉ាស៊ីនថ្មីប្រេងម៉ាស៊ីនថ្មីខាត់លុយយកចាស់ដែលយើងចាក់ម៉ាស៊ីនរួចយើងផ្លាស់ប្ដូរយើងបង្ហូរមកយកមកប្រើមកណានេះយើងចាក់ចូលក្នុងដបចាក់ឲ្យពេញបងប្អូនចាក់ឲ្យពេញចាំមើលខ្ញុំចាក់វាជួយការពារយើងបាន50%អីដែរវាមិនបាន100%ទេ50ទៅ70%ដែរណាពេលយកកាលខ្ញុំមិនទាន់ដាក់កាត់លឹងពេញធឹងដល់ពេលខ្ញុំដាក់រួចបានម្ដងអានេះខ្ញុំដាក់លើទី2ទេដល់ពេលមកមើលអត់ឃើញមានស្នាមថ្មីទៀតទេបងប្អូនគឺវាផ្អើលវាធុំវាក្លិនវារត់អស់បាទចឹងយើងចាក់ប្រេងម៉ាស៊ីនចូលហើយយើងគ្របគម្របមកគ្របគម្របដបយើងហើយអាដបនេះយើងចោះប្រហោងវាណាគ្របនេះចោះប្រហោងដើម្បីយើងបន្តក់ជូលប្រឡោះស្រូវចោះម៉ាន់រួនក៏ចោះទៅតាមស្រឡាញ់ពេលយើងលារួចយើងបន្តក់ចូលចឹងមកប៉ុន្តែកុំបន្តក់លើស្រូវប្រយ័ត្នងាប់ស្រូវយើងបន្តក់តាមប្រឡោះទៅជុំវិញស្រែមកបងប្អូនតក់ជុំវិញស្រែចឹងមកកដោវាអត់ហ៊ានមកកាត់ស្រូវយើងទេវាក្លិនអាថ្នាំនេះផងធុំប្រេងម៉ាស៊ីនផងហើយកាលណាវាមកកាត់អាទឹកដែលយើងបន្តក់នេះណាវាមកកាត់មកអាថ្នាំដែលយើងលាយមួយប្រេងម៉ាស៊ីនហ្នឹងឯងវាដិតដៃដិតជើងវាទៅវាលិតដៃលិតជើងវាទៅវាពុលស្លាប់បាត់ទៅបងប្អូនអញ្ចឹងវាកាត់បន្ថយយើងដែរបាទអញ្ចឹងចំណេះដឹងវីដេអូថ្ងៃនេះខ្ញុំចែករំលែកតែប៉ុណ្្នឹងទេជូនបងប្អូនជាកសិករបាទអរគុណច្រើនណាជម្រាបលា